បាទសូមគោរពនឹងជម្រាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះខ្ញុំបាទតាចបៃគុណអ្នកចំការបាទសូមនាំយកគាថាចាប់ពីបរមរានមកចែកជូនពុកម៉ែបងប្អូនម្ដងបាទអត់បាននាំយកអសុទ្ធបុរាណទេថ្ងៃនេះបាទនិយាយពីមន្តអាគមគាថានាំពុកម៉ែបងប្អូនបាទមន្តអាគមគាថានេះមានឈ្មោះហៅថាគាថាគង់សម្រិទ្ធបាទគាថាគង់សម្រិទ្ធនេះចាស់ពីដើមពេលណាដែលគាត់សូត្រគាត់ផ្លុំដាក់ដៃគាត់ចឹងគាត់ចាប់ភ្លើងទៅអត់រលាកទេហើយបើយើងសូត្រគោក្នុងទឹករួចហើយយើងស្រោចងូតលើខ្លួនយើងឲ្យជោគចេញមកយើងដើរចូលភ្លើងអត់រលាកទេបងប្អូនបាទចូលទៅនៅក្នុងភ្លើងមិនរលាកទេដោយសារអំណាចមន្តគាថាគង់សម្រិទ្ធហើយចោះដែលលោកអ្នកចេះពីដើមលោកបានពីណាមកគង់សម្រិទ្ធហ្នឹងបាទមន្តគាថាគង់សម្រិទ្ធហ្នឹងចាស់ពីដើមលោកបានពីណាមកវិញបាទតាមពិតមានរឿងពុកម៉ែបងប្អូនណារឿងនឹងរឿងពិតទៀតកើតនៅចំនួនព្រះបាទតាំងពីចំនួនព្រះនៅមានជីវិតណាបាទតាំងពីប្រពុតលោកមិនទាន់បរិនិព្វានម្លេះរឿងពិតកើតនៅសម័យព្រះប៉ុន្តែលោកអ្នកចេះលោកបានដកអាកន្លែងបកែនយកមកប្រើដាក់ឈ្មោះថាគង់សម្រិទ្ធបាទឥឡូវនេះខ្ញុំមិននឹងប្រាប់នៅមន្តគាថានឹងខ្ញុំលើករឿងនឹងបន្តិចទៅឲ្យពុកម៉ែបងប្អូនដឹងច្បាស់តើចុះលោកចាស់ពីដើមគាត់បានគាថាគង់សម្រិទ្ធពីតាណាមកបាទរឿងនេះចេះពុកម៉ែបងប្អូនរឿងហ្នឹងមកពីមានភរិយាឬក៏ហៅថាអគ្គមហេសីសាស្ត្រហៅអគ្គមហេសីហ្នឹងហើយបាទអគ្គមហេសីរបស់ពរិជាប្របាទកោសំពីហ្នឹងត្រូវពរិជាប្របាទបច្ចន្តរាជបាទពរិជាប្របាទបច្ចន្តរាជហ្នឹងច្បាំងគ្នាជាមួយនគរកោសំពីបាទនគរពីរហ្នឹងច្បាំងគ្នានគរបច្ចន្តរាជនិងនគរកោសំពីបាទច្បាំងគ្នាទៅបរិជានៃនគរកោសំពីនេះលោកចាញ់សង្គ្រាមលោកសុគតទៅហើយស្ដេចបច្ចន្តរាជនេះលោកក៏បានចាប់អគ្គមហេសីកោសំពីនេះយកទៅធ្វើជាអគ្គមហេសីរបស់ខ្លួនតែព្រះនាងបាទព្រះនាងដែលជាអគ្គមហេសីឈ្មោះថាវេសាមិត្តានឹងព្រះនាងលោកមិនព្រមស្នេហាទេព្រោះព្រះនាងលោកមានស្នេហាស្មោះតែមួយនឹងមួយជាមួយនឹងព្រះស្វាមីរបស់ខ្លួនដែលបានសុគតទៅនឹងចឹងទៅបរិជាស្ដេចចន្ទរាជនេះខឹងដាក់ទោសព្រះនាងដុតទាំងរស់ពុកម៉ែបងហ្នឹងរឿងគង់សម្រិទ្ធកើតចេញទៅហ្នឹងឯងគេស្ដេចលោកបានបញ្ជាឲ្យគេយកអុសគំនោអុសពីរដឹកអតេះតម្រៃមានអតេះក្របីក៏មានអតេះគោដែរពីរដឹកអតេះតម្រៃនឹងប៉ុណ្ណាទៅយកមកដាក់គោលើគ្នាដុតឆេះសន្ធោបណ្ដាក់ពើងឆេះពេញកមុំបានចាប់ព្រះនាងបោះចូលក្នុងភ្លើងតែម្ដងហើយពេលហ្នឹងព្រះនាងលោកអស់សង្ឃឹមហើយមានអីទីពឹងទៀតដីក៏សគាត់បាត់ហើយនគរក៏បាត់បង់ក្រោមការគ្រប់គ្រងរបស់នគរស្ដេចចន្ទរាជហើយដល់អញ្ចឹងព្រះនាងមានតែដល់ពុទ្ធធម៌ប្រសង់ជាទីពឹងទីរលឹកមុននឹងសគាត់នឹងឯងមុនគេបោះចូលភ្លើងព្រះនាងបានភីវនានៅគាថានឹងឯងដល់ភីវនាទៅគេចាប់គេបោះព្រះនាងចូលក្នុងភ្លើងដល់ភ្លើងឆេះអស់ទៅសល់តែល្ងើកស្រាប់តែឃើញព្រះនាងនៅគង់លើល្ងើកភ្លើងហ្នឹងបរិជាប្របាទកោណែបច្ចន្តរាជឃើញភាពអស្ចារ្យអញ្ចឹងទៅចុះទៅថ្វាយគុំព្រះនាងឈប់សុំធ្វើជាមហេសីមកសុំធ្វើជាម្ដាយវិញហ្នឹងហើយក្រោមការគ្រប់គ្រងរបស់ព្រះនាងវេសាមេត្តាហ្នឹងទៅហើយព្រះនាងចង់ប្រកបជាអីផ្សាយលើព្រះនាងទៅនឹងរឿងហ្នឹងហើយបានលោកអ្នកចេះយើងបានដកកន្លែងគាថានឹងភាវនាដែលពេលគេបោះចូលភ្លើងហ្នឹងឯងលោកអ្នកចេះខ្មែរយើងលោកឃើញកន្លែងបល័យល្អហ្នឹងលោកបានដកគាថានឹងយកមកប្រើទៅឃើញថាស័ក្តិសិទ្ធិមែនបានដាក់ឈ្មោះថាគាថានឹងគង់សម្រិទ្ធបងប្អូនចឹងថ្ងៃនេះខ្ញុំយកមកប្រាប់ពុកម៉ែបងប្អូនហើយណាត្រង់ថាបកែមិនបកែមិនខ្ញុំមិនដឹងទេពុកម៉ែបងប្អូនណានឹងខ្ញុំមិនដឹងទេពុកម៉ែបងប្អូនសាកល្អខ្លួនឯងទៅខ្ញុំអត់សាកទេហើយនឹងខ្ញុំក៏បានទៅនាំយកមកពុកម៉ែបងប្អូនឲ្យដឹងឲ្យចេះឲ្យចងចាំទាំងអស់គ្នាទៅថារបស់ដូនតាយើងណាពុកម៉ែបងប្អូនបាទអញ្ចឹងចេះពុកម៉ែបងប្អូនតាមស្ដាប់ណាអញ្ចឹងយើងជាដំបូងយើងត្រូវសូត្រអ្នកមូឲ្យគ្រប់3ចប់ពុកម៉ែបងប្អូនយ៉ាងណាក៏កុំចោលអ្នកមូទៅសាកដែរឲ្យគ្រប់3ចប់តោះអញ្ចឹងក៏មកយូរពុកម៉ែបងប្អូននឹងចាប់ដើមសូត្រអ្នកមូមុនគេនមោតស័កយើងត្រូវតែសំពះព្រោះយើងថ្វាយបង្គំព្រះពុទ្ធពុកម៉ែបងប្អូនយើងលើកដៃសំពះមកសូត្រនមោ3ចប់នមោតស្សៈភិក្ខវៈតោរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភិក្ខវៈតោរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភិក្ខវៈតោរហតោសម្មាសម្ពុទ្ធស្សៈចប់នមោ3ចប់ហើយចាប់ដើមសូត្រតែម្ដងពុទ្ធังសរណង្គេឆាមិធម្មំសរណង្គេឆាមិសង្ឃังសរណង្គេឆាមិបត្តាហង្ពុទ្ធังសរណង្គេឆាមិពុទ្ធោមេសរណង្អ៊ីតេតេនតេជេនមង្មេចលន្តោអគិណោទហេមួយចប់ចូលចប់ទី2
ปัตตาหังทอมแมงสารนังเกชามิธอมโมเมสารนังอิเตเตเนเตเจเนมังเมเจลันโตอักกิโนเตเหปีจอบนะจอบที่ใบผมไงบุญปัตตาหังสังแข็งสารนังเกชามิสังโคเมสารนังอิเตเตเนเตเจเนมังเมเจลันโตอักกิโนเตเหใบจอบรู้เฮ้ยตั้งขนมจัดยังถาดอยอมนายขยมประกาศนาบานดอนนบุปุตปทอปซองจิตีเปียงตีระลึกសូមឲ្យខ្ញុំមានអំណាចលើព្រះគីសូមឲ្យព្រះគីក្រោមអំណាចខ្ញុំព្រាមនេះចឹងចប់ឲ្យព្រាមនេះចឹងហើយយើងផ្លុំដាក់ដៃយើងចឹងទៅអានឹងបើយើងចង់សាកចាប់ភ្លើងពុកម៉ែបងប្អូនតែខ្ញុំមិនណែនាំពុកម៉ែបងប្អូនសាកលបងទេណាអានេះខ្ញុំក៏ប្រាប់ទេពុកម៉ែបងប្អូនសាករឿងពុកម៉ែបងប្អូនទេណាអានឹងខ្ញុំក៏ប្រាប់ទៅទេដើម្បីកុំឲ្យបាត់បង់យើងសូត្រឲ្យយើងផ្លុំដាក់ដៃយើងចឹងទៅហើយចាប់ភ្លើងនឹងចាប់ពីដើមក៏ធ្វើបានតែយើងអត់ទុកចិត្តទេក្មេងសម័យឥឡូវនេះដោយសារក្មេងសម័យឥឡូវគឺថាមិនសូវជឿណានឹងអាចប្រមាថចឹងទៅអាចវាជារឿងមួយអាចមិនជួយមិនបានអីចឹងខ្ញុំហ៊ានថាទេតែអាស្រ័យលើពុកម៉ែបងប្អូនគិតការគូខ្លួនឯងណាសូត្រចឹងទៅជាប់ផ្លុំឲ្យចាប់ភ្លើងហើយមួយទៀតសូត្រកោទឹកឲ្យងូចលើកខ្លួនយើងសើមជោគដើរចូលក្នុងគំនោភ្លើងបានតែពងអឆៃពេញកមុំហ្នឹងអាហ្នឹងក៏ប៉ុណ្្នឹងទេពុកម៉ែបងប្អូនអាហ្នឹងខ្ញុំក៏នាំយកមកប្រាប់ពុកម៉ែបងប្អូនឲ្យជួយអភិរក្សជួយរក្សាទុកទាំងអស់គ្នាកុំឲ្យបាត់បង់គេអកដូនតាយើងបាត់ឲ្យពុកម៉ែបងប្អូនគ្មានពីណាចេះទេលឿនចាស់ពីដើមលឺទៅអូបល័យគង់សម្រិតតាមពិតមិនដឹងថាគង់សម្រិតហ្នឹងគេសូត្រយ៉ាងម៉េចផងហើយសាច់រឿងគង់សម្រិតហ្នឹងកើតឡើងពីត្រឹមណាវាយ៉ាងម៉េចយ៉ាងម៉ាអីក៏មិនដឹងដែរលឺតគ្នាលឺតែពាក្យគេថាតគ្នាហ្នឹងមិនដឹងថាគេថាគង់សម្រិតហ្នឹងគេសូត្រយ៉ាងម៉េចហើយមិនដឹងអាសាច់រឿងហ្នឹងវាកើតឡើងពីត្រឹមណាទេណាហ្នឹងហើយឥឡូវរឿងហ្នឹងពុកម៉ែបងប្អូនបានស្ដាប់ហើយអញ្ចឹងខ្ញុំមុននឹងចប់ខ្ញុំសូត្រឲ្យពុកម៉ែបងប្អូនស្ដាប់ភាសាទៀតចាប់ផ្ដើមយើងសូត្រនមោ3ចប់ពុកម៉ែបងប្អូនណាតោះនមោតស្សៈភិក្ខវេតោរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភិក្ខវេតោរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភិក្ខវេតោរហតោសម្មាសម្ពុទ្ធស្សៈពុទ្ធังសរណង្កិច្ឆាមិធម្មងសរណង្កិច្ឆាមិសង្ឃังសរណង្កិច្ឆាមិបត្តាហੰពុទ្ធังសរណង្កិច្ឆាមិពុទ្ធោមេសរណង្អិតិតេនតេជេនមង្មេចលន្តោអគិណោតហេបត្តាហੰធម្មងសរណង្កិច្ឆាមិធម្មោមេសរណង្អិតិតេនតេជេនមង្មេចលន្តោអគិណោតហេបត្តាហੰសង្ឃังសរណង្កិច្ឆាមិសង្ឃោមេសរណង្អិតិតេនតេជេនមង្មេចលន្តោអគិណោតហេដោយអំណាចគុណប្រតនត្រ័យដែលខ្ញុំប្រកាសណាបានដល់ហើយសូមឲ្យអំណាចព្រះអគីនៅក្រោមអំណាចរបស់ខ្ញុំដោយកិរិយានមស្ការចំពោះគុណប្រតនត្រ័យនៃខ្ញុំបានដល់ហើយសូមឲ្យខ្ញុំប្រកាសណាមានអំណាចលើព្រះអគីសូត្រព្រាមនេះចោលផ្លុំដាក់ដៃទៅហើយបងប្អូនសាកបងទៅបាទចាប់មើលទៅហើយបើទៀតគោដាក់ទឹកមួយហើយដើរចូលក្នុងគំនោភ្លើងបាទនឹងមានប៉ុណ្្នឹងឯងបងប្អូនបកកែស័ក្តិសិទ្ធិយ៉ាងណាយ៉ាងណីអេខ្ញុំមិនដឹងទេនិយាយថ្ងៃនេះក៏សូមឲ្យបងប្អូនជួយអភិរក្សគ្នាតែប៉ុណ្្នឹងណាបាទកុំឲ្យបាត់ពេលបានទៅដល់ថៃដល់គេលួចទៅអស់ទៅបាទនឹងមានស្ដាយក្រោយបាទបកកែស័ក្តិសិទ្ធិឬមិនស័ក្តិសិទ្ធិក៏សូមឲ្យបងប្អូនជួយអភិរក្សជួយថែគេដូនតាខ្មែរយើងតែប៉ុណ្ណោះបាទជាចុងបញ្ចប់ខ្ញុំបាទតាជា3គុណអ្នកចំការសូមអរគុណបងប្អូនបាទសូមគោរពលាបាទ